Ok ស្ដីអ្នកគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយដែលតាក់ទងនឹងវីដេអូ compare ទៅលើកាមេរ៉ារបស់ទូរស័ព្ទ Vivo X300 Ultra ជាមួយនឹងទូរស័ព្ទ Oppo 9 Ultra អញ្ចឹងចង់ដឹងថាកាមេរ៉ារបស់វាការថតរូបនិងការថតវីដេអូវាខុសគ្នាមិនហើយវាស្អាតជាងគ្នាមិនតោះអញ្ចឹងយើងទៅកាន់វីដេអូរបស់គ្នាអូខេអញ្ចឹងដំបូងគឺតាក់ទងជាមួយនឹងរូបភាពទៅលើការ design មើលទៅខ្ញុំថាខ្ញុំឆ្លាញ់ទៅលើ Oppo ភាសា Oppo មាន frame វាស្អាតចឹងមើលទៅកាចបែបgentleman ហ្មងណាតោះហើយ Vivo វាស្អាតមួយយ៉ាងគាត់ថាវាអត់ gentleman ដូចរបស់ Oppo តោះចឹងយើងតទៅមុខទៀតអូខេហើយ9 Ultra ចឹងនេះគឺគេកំណត់ setting កាមេរ៉ាទៅលើទូរស័ព្ទមួយចឹងនេះដើម្បីថតហ្នឹងអូខេហើយនេះជារូបភាពដែលចេញអំពីទូរស័ព្ទទាំងពីរហ្នឹងអ្នកគ្នាចឹងអ្នកអាចមើលបានគឺទៅលើទឹក color បើសិនជាខ្ញុំវាចិត្តខ្ញុំគឺខ្ញុំឆ្លាញ់ color លើរបស់សាយជាងរបស់ X300 Ultra ជាង Fine X 9 Ultra អ្នកគ្នាវាមានអារម្មណ៍ថាវាពលឺវាជួយកែនេះទៅយើងតិចតួចចឹងបើសិនជា color Oppo គឺវាចេញមក natural ជាងតែចំពោះខ្ញុំស្រឡាញ់នៅលើ X300 ជាងតើយើងទៅមុខទៀតចំពោះdigital zoom របស់វា detail នៅក្នុងនេះហ្នឹងគឺវាហាក់ហែគ្នាណាវាអត់លើសខ្វះគ្នាមែនទេតើយើងទៅទៀតអូខេđặt zoom Vivo វានៅច្បាស់ជាងតិចនេះជារូបភាពថត460អញ្ចឹងយើងមើលទៅគឺ detail របស់Vivo វាច្បាស់ជាង Oppo ហ្នឹងគ្នាហើយវាមាន AI អីជួយជំរុញអញ្ចឹងណាតែយើងទៅមុខទៀតពេលយើង zoom មើលជាក់ស្ដែងកម្រិត detail ហ្នឹងគឺយើងមើលអាចមើលដឹងថា Vivo វាមានប្រព័ន្ធ AI សម្រាប់ជួយធ្វើឲ្យរូបភាពច្បាស់បើ Oppo AI វាអត់ទាន់មានអញ្ចឹងយើង zoom ទៅវាអត់មានគេថាបាត់ detail អីនេះវាអត់ច្បាស់ហ៎តែយើងទៅមុខទៀតអូខេនេះសម្រាប់រូបនេះគឺយើងមើលទៅ lens ខ្ញុំ23ហើយ lens 35ដូចគ្នាខុសគ្នា10យើងមើលទៅវាម្នាក់ម្យ៉ាងអ្នកគ្នា color ពីរនេះចំពោះកម្រិត detail នៃការ zoom យើងមើលទៅយើងមើលទៅ Vivo វាធ្វើបានល្អជាងភាសាវាមានប្រព័ន្ធ AI អីបែបវាអាចធ្វើរូបភាពនោះវាមាននេះចឹង clean ជាងយើងថតជាក់ស្ដែងចឹងនេះយើងមើលទៅអ្នកម្យ៉ាងណានេះគាត់ថា color របស់ស្អីខ្ញុំឆ្លាញ់ color របស់ស្អីជាងអូខេយើងមើលទៅលើកាមេរ៉ានេះយើង lens វាគឺ139 mm នេះគ្នាតែយើងមើល detail ទៅលើស្លឹកឈើទៅលើអីវាអារម្មណ៍ថា Vivo វាធ្វើ detail បានស្អាតជាងគ្នា Oppo វាnatural ពេកឡើយនេះគ្នាណាគ្នា line 70 mm យើងមើលទៅអ្នកម្យ៉ាងណាគ្នាចំពោះខ្លងនេះស្អាតអ្នកម្យ៉ាងណាគ្នាកម្រិតនៃការ zoom color lens 230នេះគឺមើលទៅ Oppo យ៉ាងស្អាតយ៉ាង clean ជាងនេះយើងមើលទៅការថតរូបមហូបយើងមើលទៅ Oppo ធ្វើបានល្អជាងភាសា color វាnet ត្រង់ជាងចឹង Vivo ព្យាយាម edit ទៅវាអាចបាត់ detail នៃមហូបខ្លះចឹងនេះអ្នកម្យ៉ាងនេះគ្នា អ
នៅ detail មើលទៅនៅតែ Vivo យ៉ាង clean ជាងនេះនឹងតាមភ្នែកខ្ញុំយើងមើលទៅ macro មួយយ៉ាងម្នាក់នៅគ្នាកន្លែង detail នេះ Oppo នៅយ៉ាង color វានៅ neutral ជាងអញ្ចឹងណាហើយនិយាយទៅវានៅ detail ច្រើនជាង Vivo វាព្យាយាម AI ព្យាយាមរុញហ្នឹងអ្នកម្យ៉ាងណានេះកន្លែងនេះ Vivo ស្អាតជាងចំពោះថតសាច់យើងមើលទៅ Vivo វាល្អជាងច្បាស់ជាងវីដេអូ Oppo វល់មែនចំពោះវីដេអូវាម្នាក់ម្យ៉ាងហ្នឹងណាមើលទៅវីដេអូគុណភាពវាអ្នកម្យ៉ាងអ្នកម្យ៉ាងណាគ្នាហើយចំពោះវីដេអូគឺមានតែ iPhone នេះក្នុងទូរស័ព្ទដែលធ្វើការងារបានល្អហ្មងវីដេអូខ្ញុំឆ្លាញ់ color នៅ Oppo ជាងហ្នឹងណាវា natural ជាងយើងស្រួល editភាពអ្នកម្យ៉ាងណាគ្នាថតពេលយប់Vivo ធ្វើល្អជាងគ្នាពេលយប់លឺអត់សូវស្ញាញ់យកមកតាVivo វាច្បាស់ជាងចូលឆ្លាស់ទៅមកញ៉ាំយ៉ាងចាប់ដល់ញ័រហើយឆ្លាស់ឡើងទៅល្ងិតភ្លើងល្ងិតអត់តន់ធ្វើបានល្អមែនទេនេះអូខេនេះអញ្ចឹងចុងក្រោយសម្រាប់អ្នកគ្នាឆ្លាញ់វីណាដែរហើយ
ពួកខ្ញុំបន្ទាប់ពីមើលវីដេអូកំភារទៅលើកាមេរ៉ាហើយគឺខ្ញុំឆ្លាញ់ color ទៅលើទូរស័ព្ទ Vivo តែឆ្លាញ់ការ design នៅកំប៉ុងអញ្ចឹងបើសិនជាវីដេអូក្រោយខ្ញុំនឹងរកវីដេអូដែលគេកំភារជាមួយនឹងវីដេអូថតទៅលើ Vivo ឬក៏ Oppo ជាមួយនឹង iPhone ថាទាំងរូបភាពទាំងវីដេអូគឺវាមិនតែយើងណាស្អាតជាងអញ្ចឹងណាគ្នាអូខេខ្ញុំមានតែប៉ុណ្ណឹងបាយបាយ